របៀបដាក់ follow នៅក្នុង Facebook page អញ្ចឹងបងប្អូនក៏បានសួរខ្ញុំមួយចំនួនហ្នឹងហើយអញ្ចឹងខ្ញុំថ្ងៃនេះខ្ញុំចេញវីដេអូរបៀបដាក់ follow ក្នុង Facebook page នេះបងប្អូនដាក់បែបនេះហ្នឹងហើយអញ្ចឹងអូខេតោះចូលទៅមើលវីដេអូទាំងអស់គ្នាដើម្បីធ្វើអូខេតោះជាដំបូងបងប្អូនចូលមកកាន់ Facebook ចុចនៅលើ menu ត្រី3ខាងក្រោមនេះតមកបងប្អូនចុចនៅលើ setting ខាងលើនេះអូសចូលមកក្រោមយកពាក្យថា who people find and contact you នេះយកពាក្យត្រង់នេះមកតមកបងប្អូនត្រូវជ្រើសរើសកន្លែងនេះកន្លែង who can send your friend request អញ្ចឹងចុចនៅលើនេះមកតមកបើសិនជាបងប្អូនគ្រីសនេះគ្រីសពណ៌ Q នេះនៅលើ everyone អញ្ចឹងបងប្អូនត្រូវគ្រីស friend or friend អញ្ចឹងបងប្អូនត្រូវគ្រីសឡើងហ្នឹងដើម្បីយើងដាក់ follow អញ្ចឹងនៅពេលដែលបងប្អូនគ្រីស everyone នេះវាបានតែត្រឹម add friend ទេអញ្ចឹងបើសិនជាយើងចង់ដាក់ follow យើងដាក់ friend or friend អញ្ចឹងហើយចុច save មកជាការស្រេចហើយបងប្អូនអាចចូលទៅមើលវិញបាននៅក្នុងចូលមកកាន់រូប profile Facebook មកអញ្ចឹងវានឹងឃើញ load line follow ឡើងនេះហើយអញ្ចឹងបងប្អូននឹងដឹងហើយថាយើងបានដាក់ follow រួចហើយអូខេវីដេអូខ្លីមានតែប៉ុណ្ណឹងជួបគ្នានៅវីដេអូក្រោយៗទៀត